យើងបានស្គាល់រួចមកហើយនៅរូបធាតុនៅមេរៀននេះយើងនឹងមើលអំពីលក្ខណៈរបស់រូបធាតុខ្ញុំបញ្ជាក់ណារូបធាតុនេះគឺជាកម្មវត្ថុនៃការសិក្សានៅក្នុងគីមីវិទ្យាអញ្ចឹងយើងត្រូវសិក្សាអំពីលក្ខណៈរបស់វាហ្នឹងឯងសិក្សាអំពីវាលក្ខណៈដំបូងគឺយើងមើលអំពីភាពរូបរបស់រូបធាតុភាពរូបគឺជាសន្តានដែលរូបធាតុហ្នឹងវាស្ថិតនៅយើងអាចបែងចែកវាជា3គឺមានភាពរូបរឹងភាពរូបរាវហើយនិងភាពរូបជាស្មានអ្នកខ្លះគេអាចបែងចែកវាទៅជា4មួយទៀតគឺខណ្ឌប៉ុន្តែវាជាលក្ខណៈមួយដែលក្រៅផ្លូវការទេអញ្ចឹងឲ្យតែលឺរូបធាតុគឺនឹកឃើញ3ហ្នឹងទៅគឺរឹងរាវហើយនិងឧស្ម័នតាមរយៈភាពរូបយើងអាចបែងចែករូបធាតុទាំងអស់ទៅជា3ក្រុមគឺយើងមានក្រុមវត្ថុរឹងក្រុមវត្ថុរាវហើយនិងក្រុមឧស្ម័នអញ្ចឹងយើងនឹងមើលលក្ខណៈនៃរូបធាតុទៅតាមក្រុមនៃវត្ថុរឹងរាវនិងឧស្ម័ននឹងដោយផ្អែកទៅលើភាពរូបនឹងតើវត្ថុរឹងមានលក្ខណៈអីខ្លះវត្ថុរឹងនៅទីនេះយើងមើលលក្ខណៈ3យ៉ាងដែលយើងយកមកប្រៀបធៀបគ្នារវាងវត្ថុទាំង3ក្រុមហ្នឹងទី1វត្ថុរឹងមានរាងច្បាស់លាស់ទី2វត្ថុរឹងមានមាត្រច្បាស់លាស់ហើយនិងទី3នោះវត្ថុរឹងមានដង់ស៊ីតេធំដង់ស៊ីតេធំនេះគឺយើងប្រៀបធៀបទៅ2ក្រុមទៀតនោះណាឧទាហរណ៍ដូចទីនេះយើងមានរូបធាតុ3ប្រភេទប៉ុន្តែវាធ្វើពីឈើដូចគ្នាទេដោយសារតែវត្ថុរឹងវាមានរាងច្បាស់លាស់អញ្ចឹងពេលយើងយកឈើមកធ្វើជារាងបែបនេះគឺយើងហៅវាថាជាកៅអីហើយបើសិនជាយើងយកឈើដដែលហ្នឹងចាំងវាឆ្នៃវាទៅជារាងបែបនេះយកមកប្រើបែបនេះគឺយើងហៅវាថាបង្អួចហើយបើយើងយកមកប្រើនៅទីនេះគឺយើងហៅវាថាជាទ្វារអញ្ចឹងវាមានរាងច្បាស់លាស់របស់វាណាចំពោះវត្ថុរាវយើងមើលលក្ខណៈទាំង3យ៉ាងដែរទី1វាមានមាត្រច្បាស់លាស់បើមាត្រវាថេទី2មានរាងមិនច្បាស់លាស់ទេវត្ថុរាវអត់ដឹងថារាងច្បាស់លាស់វាយ៉ាងម៉េចទេហើយនឹងទី3នោះដង់ស៊ីតេរបស់វាមធ្យមវានៅកណ្ដាលដង់ស៊ីតេវាប្រៀបធៀបទៅ2ទៀតគឺប្រៀបធៀបទៅវត្ថុរឹងហើយនឹងឧស្ម័នយើងមើលទីនេះគឺជាឧទាហរណ៍បញ្ជាក់អំពីរាងរបស់វត្ថុរាវអញ្ចឹងបើសិនជាយើងដាក់នៅក្នុងដបរាងវាដូចដបដាក់នៅក្នុងកែវបេសារាងវាដូចកែវបេសានៅក្នុងកតិននេះរាងវាដូចកតិនហើយអានេះនៅក្នុងចានេះនៅក្នុងថោនេះគឺយើងវារាងវាដូចថោអញ្ចឹងទៅឥឡូវយើងមើលក្រុមឧស្ម័នវិញម្ដងឧស្ម័នយើងមើលលក្ខណៈទាំង3ដែរទី1វាមានរាងមិនកំណត់ទី2មាត្ររបស់ឧស្ម័នអាចបង្រួមបានហើយទី3នោះវាមានដង់ស៊ីតេតូចជាងគេដង់ស៊ីតេតូចប្រៀបធៀបទៅក្រុមវត្ថុរាវហើយនឹងក្រុមវត្ថុរឹងរាងរបស់វាគឺមិនកំណត់ទេនេះជាឧទាហរណ៍តកតនឹងបឡុងហោះណាបឡុងហោះយើងអាចឆ្នៃវាទៅតាមរាងផ្សេងអានេះរាងកស៊ូណាអញ្ចឹងវាចេញប៉ោងជារាងបែបនេះគឺដោយសារតែខ្យល់វាចូលទៅក្នុងហ្នឹងណាអញ្ចឹងវារាងវាផ្សេងគ្នាហើយមាត្រវាអាចបង្រួមបានយើងអាចបង្រួមដែលហៅ gas ឬក៏យើងហៅឧស្ម័នធម្មជាតិដាក់នៅក្នុងកំប៉ុងនេះយកទៅទុកចម្អិនអាហារណាយើងយកទៅប្រើជាមួយចង្ចង្ក្រាន gas ចម្អិនអាហារហើយពេលយើងត្រឡប់ទៅដូចទឹកនៅក្នុងហ្នឹងអញ្ចឹងតាមពិតមិនមែនទឹកទេសុទ្ធតែជាឧស្ម័នទាំងអស់ណានៅក្នុងហ្នឹងសុទ្ធតែជាឧស្ម័នដោយសារតែយើងបង្រួមវាខ្លាំងពេកអញ្ចឹងវាមានសម្ពាធខ្លាំងនៅក្នុងកំប៉ុងហ្នឹងអញ្ចឹងធ្វើឲ្យភាពរូបរបស់ឧស្ម័នយើងខ្លែងទៅជាភាពរូបរាវនៅក្នុងកំប៉ុងហ្នឹងប៉ុន្តែពេលវាចេញមកក្រៅគឺវាខ្លាយជាឧស្ម័នធម្មតាដូចគ្នាដែរគេបង្រួមឧស្ម័នអុកស៊ីហ្សែនដាក់ចូលនៅក្នុងដបនេះនៅក្នុងដបដែលធ្វើពីលោហៈនេះហើយគេយកវាពាក់ជាប់ខ្លួនដើម្បីចុះមុជទឹកអញ្ចឹងយើងអាចដកដង្ហើមនៅក្នុងទឹកបានហើយអុកស៊ីហ្សែនគឺចេញពីក្នុងធុងហ្នឹងហើយអញ្ចឹងគេអាចមុជទឹកបានរាប់ម៉ោងដោយបង្រួមឧស្ម័នអុកស៊ីហ្សែនចូលទៅក្នុងដបហ្នឹង
យើងមានតារាងសង្ខេបទាក់ទងនឹងលក្ខណៈរបស់វត្ថុទាំង3ហ្នឹងរឹងរាវហើយនឹងឧស្ម័នហ្នឹងអញ្ចឹងកន្លែងនេះមានលក្ខណៈផ្សេងទៀតដែរលក្ខណៈ3ដែលយើងបានមើលហើយហ្នឹងគឺទាក់ទងនឹងរាងដង់ស៊ីតេហើយនឹងមៀតដែលយើងអត់ទាន់បានមើលគឺទាក់ទងនឹងការតម្រៀបភាគល្អិតចំពោះវត្ថុរឹងគឺវាតម្រៀបជិតគ្នាហើយវត្ថុរាវគឺវារាងឆ្ងាយពីគ្នាបន្តិចហើយឧស្ម័ននេះគឺឆ្ងាយមែនតើអញ្ចឹងការចល័តនៃភាគល្អិតរបស់ឧស្ម័នគឺវាមានភាពសេរីជាងណាមានភាពសេរីជាងបន្តមកវត្ថុរាវអញ្ចឹងវាអាចរមៀលលើគ្នាបានបើវត្ថុរឹងគឺជាប់ស្អិតជាប់គ្នាហ្មងរើអត់រួចទេមួយនេះគឺតាក់ទងលំហនេះវាពាក់ព័ន្ធជាមួយនឹងការតម្រៀបនៃភាគល្អិតរបស់រូបធាតុដែរដោយសារតែវានៅជាប់ស្អិតគ្នាពេកអញ្ចឹងចំពោះវត្ថុរឹងគឺអត់អាចហូរបានទេហើយវត្ថុរាវនេះគឺអាចរមៀលលើគ្នាបានអញ្ចឹងវាអាចហូរបានហើយចំពោះឧស្ម័នគឺសេរីតែម្ដងតាក់ទងនឹងបណ្ណែននេះគឺពាក់ព័ន្ធនឹងមាត្ររបស់វាដែរចំពោះវត្ថុរឹងគឺมันអាចបណ្ណែនបានទេវត្ថុរាវក៏អញ្ចឹងដែរគឺមាត្រវាច្បាស់លាស់ពីហ្នឹងរីឯឧស្ម័នគឺយើងអាចធ្វើការបណ្ណែនបានធ្វើការបង្រួមមាត្ររបស់វាបានបាទអញ្ចឹងសូមអរគុណយើងបានពិភាក្សាគ្នាជជែកគ្នាទាក់ទងនឹងលក្ខណៈនៃរូបធាតុដោយផ្អែកទៅលើភាពរូបរបស់វាភាពរូបរបស់រូបធាតុមានរឹងរាវហើយនិងឧស្ម័នបាទសូមអរគុណ